នៅក្នុងរឿងគ្របដណ្ដប់ថែនសួរបានដឹកចេញបញ្ហាមកទៀតហើយfan បានสนมពោឲ្យកែប្រែសាររឿងតាក់ទងរវាងយៀ fan និងនារីបរិសុទ្ធវិមានពណ៌ស្វាយនៅក្នុងរឿងគ្របដណ្ដប់ថែនសួរភាពរងទៅបានចេញមកហើយបន្ទាប់ពីបានមករួចក៏ស្រាប់តែមានបញ្ហាមួយបានដឹកចេញមកយ៉ាងច្បាស់មែនទែននៅក្នុងភាពហ្នឹងវាពិតជាប៉ះពាល់ដល់អារម្មណ៍ fan ជាខ្លាំងហើយមិននិយាយសាររឿងបន្ទាប់ពីនឹងទេតាវាកាន់តែធ្វើឲ្យអ្នកមើលមិនពេញចិត្តខ្លាំងឡើងថែមទៀតដែររហូតដល់ថ្នាក់មានអ្នករិះគន់ទៅលើរឿងនឹងតែម្ដងហើយក៏នៅមាន fan ដែលសូមឲ្យកែប្រែសាររឿងមិនតិចអ្នកដូចគ្នាទៀតអញ្ចឹងតើវានឹងចេញនៅបញ្ហាធំសម្បើមប៉ុណ្ណាតាបើមានចំណាប់អារម្មណ៍អ្នកទាំងអស់គ្នាអាចមកតាមដានជាមួយនឹងខ្ញុំបានទេ1បញ្ហាដែលតាក់ទងរវាងយៀ fan និងនារីបរិសុទ្ធវិមានពណ៌ស្វាយនៅក្នុងភាពថ្មីដែលទៅនឹងជាមកនេះបាននេះចេញនៅបញ្ហាដែលតាក់ទងនឹងរឿងរវាងយៀ fan និងនារីបរិសុទ្ធវិមានពណ៌ស្វាយសំខាន់បញ្ហាមិនមែនមានតែមួយទេគឺមានរហូតដល់តែ3ឯណោះបញ្ហាទី1នោះគឺកលែងសម្បុកនេះ10000គឺជាកលែងដែលកែខ្លាំងមែនទែនប៉ុន្តែនៅពេលដែលយៀ fan និងអ្នកគ្រូគ្នាចូលទៅក្នុងនោះបែរជាមិនឃើញជួបនឹងគ្រោះថ្នាក់ពិតប្រាកដធំដុំអីផងលើពីនេះយៀ fan នៅព្រមទាំងអាចយកនេះពិតអមតៈដែលជាថ្នាំទឹកបានយ៉ាងងាយស្រួលថែមទៀតមកដល់កន្លែងនេះមានអ្នកមើលជាច្រើនខឹងតែម្ដងព្រោះថាធ្វើមកស្អីគេអញ្ចឹងមិនដឹងនៅអីដែលបានរៀបរាប់នៅក្នុងសារនិទានសោះលើពីនេះស្ថានភាពគ្រោះថ្នាក់នៅក្នុងកលែងសម្បុកនេះ10000ក៏មិនបានបង្ហាញចេញមកទៀតចុងក្រោយបើមកតាមនៅក្នុងសាររឿងវិញវាប្រៀបដូចជាកន្លែងមួយដែលសាមញ្ញខ្លាំងបំផុតតែម្ដងហើយនេះហើយគឺមាន fan ច្រើនណាស់ដែលធ្វើការស្នំពោឲ្យកែប្រែសាររឿងកន្លែងនឹងចេញបើមិនកែប្រែឲ្យកន្លែងសម្បុកនេះ10000ឲ្យកែជានឹងទេក៏អ្នកឲ្យមានស្ថានភាពគ្រោះថ្នាក់នៅក្នុងកន្លែងសម្បុកនេះ10000នឹងទៅបែបនេះទៅស័ក្តិសមដោយនឹងអីដែលបានរៀបរាប់នៅក្នុងសារនិទានកន្លែងសម្បុកនេះ10000គឺជាកន្លែងដែលកែសាហាវខ្លាំងមួយប៉ុន្តែនៅក្នុងរឿង anime វិញបែរជាមិនបានលេចចេញនៅអារម្មណ៍បែបនោះមកសោះដែលជា fan និងអ្នកគ្រូគ្នាបានចូលទៅក្បែរថ្នាំទឹកនេះពិតអមតៈនោះបានយ៉ាងងាយស្រួលលើពីនេះយេ fan បន្តវិញក៏ទទួលបានថ្នាំទឹកនោះមកបានយ៉ាងងាយថែមទៀតត្រូវដឹងថានេះគឺជាថ្នាំទឹកដែលរាល់អ្នកខ្លាំងគម្រឹកអធិរិសតែចង់បានទាំងអស់តែជាលទ្ធផលនៅជុំវិញនោះបែរជាគ្មានអីនៅចាំការពីទៅវិញចុងក្រោយថ្នាំទឹកនោះក៏ត្រូវបានយេ fan យកបានដល់បែបនឹងទៅពិតជាមានអារម្មណ៍ថាអត់សមទំនងសោះតែម្ដងណាមួយបាននិយាយតាច្រកចូលទៅក្នុងកន្លែងសម្បុកនេះ10000នឹងគឺដូចជាបង្ហាញជាមកច្បាស់ពេកចៃព្រោះបើយើងទៅតាមអីដែលគេបាននិយាយវិញកន្លែងដែលបង្ហាញខ្លួនច្បាស់បែបនេះវាគួរតែត្រូវបានគេរកឃើញជាយូរណាស់ហើយអញ្ចឹងហើយបានត្រឹមតែនិយាយថាបញ្ហាមកពីអ្នកធ្វើរឿងនៅត្រង់កន្លែងនឹងឯងព្រោះសូម្បីតែអារម្មណ៍ដឹងពីគ្រោះថ្នាក់តែបន្តិចហ្នឹងក៏អត់មានផងចំណែកយេ fan ដែលយកបានថ្នាំទឹកមកនោះក៏មិនបានជួបប្រទះជាមួយនឹងគ្រោះថ្នាក់អីធំដុំទៀតអញ្ចឹងសរុបមកសាររឿងនៅត្រង់កន្លែងហ្នឹងវាពិតជាសាមញ្ញហួសពីសាមញ្ញពេកចៃមកបានប្រសើរទុកនៅការចងចាំអីដល់អ្នកមើលតតែសោះមកដល់បញ្ហាទី2វិញគឺជាកន្លែងខូចខាតប៉ុន្តែខ្សែបោះនៅលើខ្លួនរបស់នារីបរិសុទ្ធវិមានពណ៌ស្វាយបែរជាមិនបានខូចខាតទៅវិញពួកយើងអាចមើលឃើញការប្រយុទ្ធនៅក្នុងភាពហ្នឹងរវាងយេ fan និងនារីបរិសុទ្ធវិមានពណ៌ស្វាយនឹងហើយចំពោះម្ដាយចុងក្រោយវាបានបំផ្លាញនៅក្រៅខ្នោរបស់នាងទៅហើយអញ្ចឹងបានជាចំពោះកន្លែងហ្នឹងវាក៏តែធ្វើឲ្យខ្សែបោះនៅលើខ្លួនរបស់នាងខូចខាតទៅជាមួយគ្នាបានត្រូវប៉ុន្តែវាមកជាបានត្រឹមតែធ្វើឲ្យក្រៅខ្នោរបស់នាងត្រូវបានបំផ្លាញប៉ុន្តែខ្សែបោះនៅលើខ្លួនរបស់នាងបែរជាគ្មានការខូចខាតអីតតែសោះមកដល់បញ្ហាទី3គឺថាការសម្ដែងនៅក្នុងភាពនេះគឺធ្ងន់ធ្ងរពេកចៃព្រោះថានៅក្នុងភាពមួយនេះមិនខ្វល់ថាជាយេ fan ឬមួយក៏នារីបរិសុទ្ធវិមានពណ៌ស្វាយទេគឺសុទ្ធតែមិនទាន់បានបញ្ចេញធាតុពិតរបស់ខ្លួនមកទាំងអស់ដែលមិនថានិយាយគ្នាឬមួយក៏ការប្រយុទ្ធទេគឺពួកគេទាំងពីរហាក់ដូចជាកំពុងតែសម្ដែងអញ្ចឹងតើតើនឹងការសម្ដែងនេះគឺធ្ងន់ធ្ងរតែម្ដងជាពិសេសនៅពេលដែលនារីបរិសុទ្ធវិមានពណ៌ស្វាយបានចាញ់សូម្បីតែអារម្មណ៍ភ័យស្លន់ស្លាអីបន្តិចហ្នឹងក៏គ្មានដែរមានអារម្មណ៍ថាពួកគេគ្រាន់តែជាអ្នកសម្ដែងប៉ុណ្ណោះមិនសមទំនងអីបន្តិចធ្វើឲ្យអ្នកមើលនឹងខកចិត្តខ្លាំងមែនទែន2 fan នាំពោឲ្យកែប្រែសាររឿងនៅក្នុងភាពថ្មីហ្នឹងរឿង anime ចេញមកគឺមិនដូចជាការរំពឹងទុកទេនិយាយទៅធ្វើមិនបានល្អតែម្ដងព្រោះថានៅក្នុងភាពមួយហ្នឹងក៏បានតែចេញនៅបញ្ហាមកមិនតិចទេដែលនេះមាន fan ច្រើនណាស់ដែលបាននាំពោឲ្យកែប្រែសាររឿងកន្លែងនឹងចេញចំណែកខ្ញុំផ្ទាល់វិញមើលទៅក៏គួរតែកែប្រែសាររឿងនៅក្នុងភាពមុននឹងចេញដែរហើយអ្នកដឹកនាំរឿងនៅក្នុងរឿងគ្របដណ្ដប់ឋានសួគ៌នេះក៏គួរតែធ្វើរឿងនឹងឲ្យបានល្អត្រឹមត្រូវដូចគ្នាយល់ល្អគួរតែធ្វើខ្សែរឿងនិងតួអង្គឲ្យបានល្អព្រោះមានតែធ្វើបែបនឹងទេទើបអាចទាក់ទាញអ្នកមើលបានយ៉ាងពិតប្រាកដ